ផ្ដាច់ដោះហើយនោះបំបែកដាក់ទៅខាងនោះពីរនេះនៅខាងនេះល្អអត់បងប្អូនហើយវារត់បន្លែងគ្នាដេញគ្នាឡើងប្រឡាក់ពេញខ្លួនទាំងអស់មើលអត់យល់ទេនេះណៃអត់ចង់មកស៊ីទៅរចង់ស៊ីតកួនជាមួយធំវិញត្រង់នេះដាក់បាន20ក្បាលបងប្អូនត្រង់ខ្ញុំនេះដាក់បាន20ក្បាលធំចង់ស៊ីតកួនមួយគេពេលនេះខ្ញុំដាក់តកួនឲ្យស៊ីហើយវាទៅចង់ស៊ីតកួនស្រែកចំណៃនេះនៅចុកនេះអត់ស៊ីពីចំណៃស្តតហើយបងប្អូនពីអស់ស៊ីអស់2ក្រុងនេះនៅសល់ក្នុងនេះតែ7ក្បាលហើយដាក់ទៅខាងនោះបំបែកគ្នាដាក់ទៅនោះ2ហើយក៏គេចែកយកទៅចិញ្ចឹម2ក្បាលទាំងអស់11ក្បាលเราនៅសល់ក្នុងត្រង់នេះតែ7ក្បាលវាឈប់ស៊ីគេរត់ទៅដេកទៅរត់ទឹកផឹកដេកពីនេះចង់ស៊ីតកួនបងប្អូនទៅមើលមេខ្ញុំពីនោះក៏អត់ទៅរកឈ្មោលដែរបងប្អូនមេកំមុំឡូវវាប្រហែលជា100គីឡូលើសហើយអត់តាន់ដែររកឈ្មោលទៅមិនដឹងពេលណាវារត់ហើយត្រង់ពោះនេះលោតចេញក្រៅរួចឡូវដាក់ចងឈើថែមមើលគេក្លៀនតកួនគេបងប្អូនណាគេចង់ស៊ីតកួនប៉ុន្តែវាមិនតាន់គ្រប់អាយុអាចស៊ីតកួនបានទេវានៅតូចនៅប៉ាន់នេះឲ្យស៊ីតកួននៅខ្លាចវារាកអត់បោះឲ្យស៊ីកើតទេវានៅស៊ីចំណៃក្របនៅតូចចេះគីឡូវាទំប៉ិននេះ